Good afternoon. Tomorrow game, for us for sure is definitely a very important game, as every game since I stepped here have been an important game, and we look tomorrow game as we've been looking for all the games very seriously. សម្រាប់លោកគាត់ថាដូចរាល់ដងអញ្ចឹងគឺប្រកួតទីមួយសុទ្ធតែសំខាន់ហើយការប្រកួតថ្ងៃស្អែកនេះក៏សំខាន់ដូចគ្នាដែរដែលពួកយើងកន្លងមកយើងបានធ្វើហើយគឺយើងខំប្រឹងប្រែងដើម្បីឲ្យឈ្នះមួយប្រកួតទៅមកប្រកួតអញ្ចឹងការប្រកួតថ្ងៃស្អែកនេះពួកគាត់នឹងខំប្រឹងប្រែងនឹងមើងម៉ាត់ជាទីបំផុតដើម្បីយក3ពិន្ទុដោយសពមួយដងដែលយើងធ្វើកន្លងមកអញ្ចឹងព្រោះថាគោលបំណងរបស់យើងគឺចង់បាន3ពិន្ទុគ្រប់ប្រកួតហើយសង្ឃឹមថាយើងធ្វើបានម្ដងទៀតនៅថ្ងៃស្អែក ហើយយើងឃើញថាការរៀបចំបានល្អព្រោះថាយើងមានការវិភាគក្រុមពីក្រុមការងារគ្រូគឺល្អយើងបានរៀបចំខ្លួនរួចស្រេចហើយហើយយើងនឹងប្រឹងប្រែងទាំងអស់គ្នាដើម្បីដណ្ដើម3ពិន្ទុពីក្រុម Nagavel ជាមួយនឹងយុទ្ធសាស្ត្រល្អដែលយើងបានរៀបចំជាមួយនឹងស្មារតីក្រុមជាមួយនឹងឆន្ទៈក្រុមបូកផ្សំជាមួយការលេងនៅក្នុងដីនៅក្នុង start របស់យើងគឺសង្ឃឹមថាយើងសង្ឃឹមថាបាន3ពិន្ទុនៅថ្ងៃស្អែក One thing, since I have the opportunity the first time to be talking in a press conference, since I come to the club, I never have the opportunity to thank the club for bringing me here, and I would like to take this opportunity now, especially after the coach mentioned me. I feel មិញលោកកាសគាត់ចង់បន្ថែមទៀតព្រោះថាគាត់អត់ដែលមានឱកាសក្នុងការអរគុណទៅក្លឹបទេគាត់សូមឆ្លៀតឱកាសនេះអរគុណទៅក្លឹបអរគុណទៅលោកគ្រូបុគ្គលនិងបុគ្គលិកក្រុមការងារគ្រូនិងអ្នកដែលពាក់ព័ន្ធទាំងអស់ដែលបាននាំរូបគាត់មកចូលរួមជាមួយក្លឹបគាត់សូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ដល់ឱកាសឲ្យគាត់មកជួយក្លឹបព្រោះគាត់សង្ឃឹមថាគាត់នឹងអាចជួយក្រុមឲ្យបានឈ្នះការប្រកួតព្រោះថានេះគាត់ថាជាពេលដែលត្រឹមត្រូវបំផុតមួយសម្រាប់គាត់ក្នុងនាមជាកីឡាករបាល់ទាត់ព្រោះថាគាត់បានទន្ទឹងរង់ចាំមើលនិងស្វែងរកក្លឹបមួយដែលល្អស័ក្តិសមនឹងគាត់ដែលមានការរៀបចំល្អដើម្បីឲ្យគាត់មានឱកាសបានបង្ហាញអំពីគុណភាពនិងឆន្ទៈរបស់គាត់ព្រោះថាពេលវេលានេះជាពេលវេលាសំខាន់បំផុតដែលក្លឹបយើងរាល់ថ្ងៃនេះគឺបានផ្ដល់ឱកាសនិងផ្ដល់នឹងបរិស្ថានការងារទាំងអស់ហ្នឹងឲ្យគាត់ហើយគាត់ពេញចិត្តនឹងបរិស្ថានការងារការធ្វើការនៅទីនេះដោយសារតែមានការរៀបចំពីក្រុមការងារគ្រូពីគ្រូមង្គលពីបុគ្គលិកក្លឹបទាំងអស់គឺការរៀបចំការចូលរួមពាក់ព័ន្ធពីអ្នកទាំងអស់គ្នាគឺសំខាន់សម្រាប់កីឡាករគាត់ថានៅពេលដែលក្លឹបគាត់ផ្ដល់បរិយាកាសការងារល្អបែបហ្នឹងគឺកីឡាករគាត់នឹងខំប្រឹងអស់ពីសមត្ថភាពដោយលូកាសគាត់មានអារម្មណ៍សប្តាហ៍ថ្ងៃហ្នឹងគឺគាត់ពេញចិត្តជាមួយនឹងការរៀបចំក្លឹបអញ្ចឹងហើយវាធ្វើឲ្យគាត់អាចបង្ហាញពីសមត្ថភាពរបស់គាត់លើសពីធម្មតាលើសពីមូលដ្ឋានទៅទៀតអញ្ចឹងអាហ្នឹងវាអាចនាំទៅរកលទ្ធផលនាំទៅរកសមិទ្ធផលដែលក្លឹបចង់បានដោយសារការរៀបចំមួយដ៏ល្អរបស់ពីក្លឹបនិងពីលោកគ្រូបង្គោលនិងពីក្រុមការងារគាត់ថាបើក្លឹបមួយដែលគាត់ផ្ដល់អ្វីទាំងអស់ដែលកីឡាករចង់បានត្រូវការហើយគឺកីឡាករគាត់នឹងបង្ហាញអស់ពីសមត្ថភាពគាត់នឹងបង្ហាញខ្លួនល្អគាត់នឹងមានទំនុកចិត្តក្នុងការលេងអញ្ចឹងទៅក្លឹបនឹងទទួលបានសមិទ្ធផលទាំងអស់គ្នាដោយកីឡាករគាត់ខំប្រឹងនៅពេលដែលក្លឹបផ្ដល់អ្វីទាំងអស់នឹងឲ្យកីឡាករគាត់សង្ឃឹមថាការជោគជ័យរបស់យើងនៅសប្តាហ៍ថ្ងៃនេះនឹងវាបន្តជោគជ័យជាងមុនទៀតក្នុងរយៈពេលយូរដើម្បីបានលទ្ធផលនិងសមិទ្ធផលធំទាំងអស់គ្នាចុងក្រោយក៏សូមអរគុណក្លឹបលោកគ្រូបង្គោលនិងក្រុមការងារអ្នកពាក់ព័ន្ធទាំងអស់ម្ដងទៀតដែលបានចូលរួមចំណែកផ្ដល់វត្តមាននាំគាត់មកចូលរួមជាមួយក្លឹបហើយគាត់នឹងប្រឹងអស់ពីសមត្ថភាពដើម្បីតបស្នងទាំងអស់នឹងទៅក្លឹបវិញ